Ngày nay nhôm mà đòn là trong cài bấy là nơi cái vùng nơi sầm mót chẳng phúc mai mà bốn ở miền đông á hà hai đầu ấy ban chi sầm mót tắc bày cà bị đam nói miền ở bờ đó pi nèហ្នឹងbà chỉ bong chỉ bốn là sang tại cò pê bong cònประกอบอาชีพกับโอ้ដើម្បីចិញ្ចឹមប្អូនឲ្យបានរៀនសូត្រខ្ពង់ខ្ពស់ដល់ពេលប្អូនធំឡើងបាទក៏បានខ្លាយទៅជាការជាមួយនឹងកូនសទ្ធីហើយខ្លាយជាសទ្ធីទៅហើយខាងបងប្រុសវិញក៏នៅតែកំសត់លំបាកនៅតែលវេទនាចង់និយាយថារោព្រឹកខ្វះល្ងាចបាទដល់ពេលហើយចឹងទៅក៏ទៅសុំប្អូនដើម្បីអាស្រ័យគេហៅថាសុំការរស់នៅបងប្អូនហូបចុកអីចឹងទៅតែប្អូនបែរជាកដេថៃគេហៅថាកាចបានឲ្យខ្ញុំបំរើហ្នឹងឬក៏អ្នកបំរើហ្នឹងបាទវាយធ្វើបាបបងប្រុសបាទហើយបងប្រុសហ្នឹងក៏មានការឈឺចាប់យ៉ាងខ្លាំងក៏បានធ្វើដំណើរទាំងឈាមក៏ខ្លះដែលការប្រើទរណកម្មអំពីបងប្អូនរបស់ខ្លួនហ្នឹងបាទទាំងឈឺចាប់ហើយក៏បានមកសម្រាកនៅក្រោមដើមឈើមួយដើមបាទហើយលោកតាអេសីគាត់ក៏បានឃើញការលំបាករបស់ប្អូនប្រុសរបស់ខ្លួនក៏បានប្រទានឲ្យនៅត្បាល់មួយគេហៅថាត្បាល់ស័ក្តិសិទ្ធិគេហៅថាត្បាល់ទឹកហើយក៏បានប្រាប់ទៅបាទបរិសជាបងនឹងប្រាប់ថាបើសិនជាចៅចង់បានអីចៅគ្រាន់តែគោវាទៅវានឹងចេញមកនៅរបស់ដែលចៅចង់បានហើយបរិសនឹងក៏បានត្រឡប់ទៅផ្ទះវិញប្រាប់ប្រពន្ធហើយក៏បានធ្វើបាទគោម្ដងអញ្ចឹងទៅចង់បានផ្ទះចង់បានមាសចង់បានខ្ញុំបំរើមានបាទគ្រប់សពបែបយ៉ាងក៏คล้ายរបីរន្ទឺទៅដល់អ្នកភូមិអ្នកស្រុកបាទរហូតទៅដល់បាទប្អូនប្រុសដល់ពេលហើយប្អូនប្រុសឮអញ្ចឹងប្អូនប្រុសចង់បានត្បាល់ហ្នឹងបាទក៏ត្រឡប់មកបាទទៅរកបងដល់ពេលទៅរកបងហើយបងក៏បានថាបើសិនជាប្អូនចង់បានបងឲ្យបងប្រុសក៏បានបកគលត្បាល់ហ្នឹងបាទទៅឲ្យបាទប្អូនប្រុសហើយប្អូនប្រុសក៏បានជិះបាទទៅតាមសមុទ្របាទមកវិញហើយប្អូនប្រុសមិនជឿថាវាមិនដែលមានរបស់ណាស័ក្តិសិទ្ធិអីចឹងទេគាត់ក៏បានបាទធ្វើការសាឡបងនៅខ្លួនឯងកំពុងតែជិះទូកនៅតាមបាទសមុទ្រដល់ពេលហើយគាត់ក៏ប្រាប់ថាមើលអញសាហៅមើលតើវាពិតប្រាកដមែនដែរឬអត់គាត់ក៏បានបាទសុំថាត្បាល់អើយត្បាល់សុំឲ្យមានអំបិលនៅពេលនោះគាត់ក៏បានកោពឹបអំបិលក៏បានដុះឡើងច្រើនទៅមែនតើដែលគាត់អត់មានគេហៅថាបល័យបង្ក្រាបបើជាអំបិលច្រើនទៅរហូតដល់លិចកប៉ាល់របស់គាត់លិចទូករបស់គាត់ហើយក៏បានស្លាប់នៅក្នុងបាទសមុទ្រហើយរាល់ថ្ងៃនេះបាទត្បាល់ហ្នឹងក៏នៅតែកោអំបិលឡើងអញ្ចឹងគឺបាទសមុទ្រហ្នឹងក៏คล้ายជាប្រៃរហូតដល់ពេលបច្ចុប្បន្នបាទខាងក្រោយនេះបាទគឺជាសមុទ្រក្រុងកែបពុកម៉ែបងប្អូនបាទមិនហើយរឿងនិទានរបស់ខ្ញុំបាទសូមអរគុណបាទសូមជួយ like ជួយ share ហើយនឹងជួយ comment បាទដើម្បីបង្កើតវីដេអូថ្មីប្លែកទៀតបាទនៅជុំវិញបាទរឿងរ៉ាវទាំងអស់បាទសូមអរគុណនិងសូមជម្រាបលា